الله أكبر الله គឺជាប្រការឬជាទង្វើដំបូងគេបង្អស់ដែលអ្នកសាឡាត្រូវធ្វើហើយកន្លែងនេះគឺនៅក្នុងចិត្ត الله أكبر الله យើងតម្រង់ទៅកាន់គីប្លាតប្រសិនបើអ្នកជាអ៊ីម៉ាំឬជាអ្នកសាឡាត់ម្នាក់ឯងត្រូវដាក់របាំងមួយនៅខាងមុខអ្នកដើម្បីកុំឲ្យមនុស្សដើរកាត់ لا إله إلا الله អល់ឡោះអក្បរតាក្បៀររតុលអ៊ីហ្រ៉ាមគឺជាការចាប់ផ្ដើមនៃការសាឡាតហើយយើងត្រូវតែបន្លឺវាចេញពីមាត់នៅពេលតាក្បៀរយើងលើកដៃទាំងពីររបស់យើងរហូតស្មើនឹងស្មាទាំងពីរហើយបែរបាត់ដៃទាំងពីរតម្រង់ទៅកាន់ទិសគីប្លាតឬក៏លើកដៃទាំងពីររហូតស្មើនឹងត្រចៀកទាំងសងខាងក៏បានដែរយើងដាក់ដៃទាំងពីរបន្ទាប់ពីតាក្បៀររួចនៅលើដើមទ្រូងឬនៅក្រោមដើមទ្រូងឬនៅខាងលើផ្ចិតឬដាក់នៅខាងក្រោមផ្ចិតក៏បានទាំងនេះសុទ្ធតែត្រឹមត្រូវដូចគ្នាយើងដាក់ដៃស្ដាំរបស់យើងលើប្រអប់ដៃឆ្វេងឬក៏យើងក្តាប់ដៃស្ដាំដាក់លើខ្នងដៃឆ្វេង محمد رسول الله حي على الصلاة យើងសូត្រឌូអាអ៊ីស្ទីហ្វតាហ៍បន្ទាប់ពីតាក្បៀររតុលអ៊ីហ្រ៉ាមរួចនិងមុនពេលសូត្រអាល់ហ្វាទីហាមានសេចក្តីរាយការណ៍ជាច្រើនពីឌូអាអ៊ីស្ទីហ្វតាហ៍ជាច្រើនផ្សេងទៀតហើយជាប្រការសុណាក៏បីត្រូវសូត្រផ្លាស់ប្ដូរគ្នាឲ្យបានច្រើនប្រភេទកុំសូត្រតែប្រភេទដដែលអាអ៊ូឌូប៊ីលហ៊ីមីណាឆៃតានីរ៉ាជីមបន្ទាប់ពីសូត្រឌូអាអ៊ីស្ទីហ្វតាហ៍រួចគឺសូត្រអាអ៊ូសប៊ីលឡាបន្ទាប់មកសូត្រសូរ៉ាអាល់ហ្វាទីហាដោយត្រូវជាមួយនឹងការផ្ចង់អារម្មណ៍និងចិត្តស្ងប់ស្ងាត់យើងសូត្រមួយអាយ៉ាត់ម្ដងអាមីនការពោលពីអាមីនគឺជាប្រការសុណាត់មិនថាជាអ៊ីម៉ាំឬម៉ាក់មុំនិងអ្នកសាឡាត់ម្នាក់ឯងនោះទេហើយពាក្យនេះពុំមែនជាអាយ៉ាត់មួយនៃសូរ៉ាអាល់ហ្វាទីហានោះទេតាមពិតវាគ្រាន់តែជាពាក្យឌូអាជាពាក្យបួងសួងមួយដែលមានន័យថាអោអល់ឡោះជាម្ចាស់សូមទ្រង់មេត្តាទទួលយកផងចុះបន្ទាប់ពីសូត្រអាល់ហ្វាទីហាចប់យើងសូត្រផ្នែកណាមួយនៃគម្ពីរកូរ៉ានដែលងាយស្រួលសម្រាប់យើងក្នុងការសូត្រវាអាចថាមួយសូរ៉ាក៏បានឬផ្នែកខ្លះនៃសូរ៉ាក៏បានបន្ទាប់ពីសូត្រចប់យើងនៅស្ងៀមបន្តិចសិនមុននឹងយើងអោនចុះទៅឬគក់អល់ឡោះអក្បរយើងត្រូវតែកាបៀតពេលផ្លាស់ប្ដូរពីឈរទៅឬគក់នេះគឺជាកន្លែងទី2ដែលណាប៊ីសល្លឡោះអាឡៃសាឡាំលោកលើកដៃទាំងពីររបស់លោកដូចនេះក៏បីយើងត្រូវលើកដៃទាំងពីរស្មើនឹងស្មាឬស្មើនឹងត្រចៀកទាំងពីរយើងដាក់បាត់ដៃទាំងពីរលើក្បាលជង្គង់ទាំងពីរហើយយើងបើកម្រាមដៃឲ្យចេញពីគ្នានិងសង្កត់ពីលើក្បាលជង្គង់ទាំងពីរប្រៀបដូចជាយើងកាន់វាយ៉ាងមាំយើងត្រូវរុកដោយមានលំនឹងហើយញែកដៃទាំងពីរចេញពីដងខ្លួនហើយមិនត្រូវបង្ហាញផ្នែកខ្ពាល់ដោយត្រេកទៅម្ខាងណាមួយឡើយខ្នងរបស់យើងត្រូវតម្រង់ឲ្យត្រង់មិនកោងហើយក្បាលរបស់យើងត្រូវស្មើគ្នាជាមួយនឹងខ្នងមិនត្រូវងើយក្បាលឡើងលើហើយក៏មិនត្រូវអន់ក្បាលចុះនោះដែរសុបហានរ៉ាប់ប៊ីយ៉ាល់អាស៊ីមក៏បីសូត្រវាចំនួន3ដងដែលវាជាចំនួនដែលល្អជាងគេហើយអាចសូត្រតែមួយក៏បានដែរហើយយើងក៏អាចបន្ថែមលើសពី3ដងបានដែរយើងអាចប្រើប្រាស់ទម្រង់ផ្សេងៗគ្នានៃការសូត្រដែលមានពីរក្នុងសុណាហ្ស៊ីគៀតដែលគេសូត្រនៅក្នុងពេលរុកូគឺមានចំនួនច្រើនសាមីអល់ឡោហ៊ូលីមិនហាមីដាយើងសូត្រវានៅពេលដែលយើងកំពុងងើបពីរុកូមកវិញក្នុងពេលដែលយើងគឺជាអ្នកដែលសាឡាត់ម្នាក់ឯងឬពេលធ្វើជាអ៊ីម៉ាំលើកដៃទាំងពីរស្មើនឹងស្មាឬស្មើនឹងត្រចៀកទាំងពីរនេះគឺជាកន្លែងទី3ដែលយើងត្រូវលើកដៃទាំងពីរបន្ទាប់មកយើងត្រូវឈរត្រង់ខ្លួនហើយសូត្រថារ៉ាប់បាណាវ៉ាឡាកាល់ហាំឌូក្រោយពេលងើបពីរុកូវិញយើងអាចទម្លាក់ដៃចុះក្រោមឬអោបដៃនៅទ្រូងហើយតាមសុណាគួរឈរយូរបន្តិចក្រោយពីរុកូនឹងត្រូវធ្វើវាដោយស្ងប់ស្ងាត់និងមានលំនឹងអល់ឡោះអក្បរបន្ទាប់មកយើងត្រូវលុតក្រាបទៅលើដីឬផ្ទៃ
ដែលភ្ជាប់ជាមួយនឹងការសូត្រតកបៀតនៅពេលផ្លាស់ប្ដូរពីការឈរទៅកាន់ការសុយោតយើងដាក់ដៃមុនជង្គង់ឬជង្គង់មុនដៃអាស្រ័យលើអ្វីដែលងាយស្រួលសម្រាប់យើងចាំបាច់ត្រូវសុយោតលើអវយវៈទាំង7ដោយដែលរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមបានបង្រៀនយើងគឺថ្ងាសជាមួយនឹងច្រមុះបាតដៃទាំង2បាតជើងទាំង2និងក្បាលជង្គង់ទាំង2យើងដាក់ម្រាមជើងទាំងពីរឲ្យចង្អុលទៅទិសគីប្លាតហើយបញ្ឈរប្រអប់ជើងទាំងពីរឡើងយើងញែកចន្លោះផ្លូវចេញពីកំភួនជើងហើយលើកពោះឡើងពីលើផ្លូវទាំងពីរយើងលើកដៃទាំងពីរឡើងពីដីនិងឲ្យឆ្ងាយពីចំហៀងលើកលែងតែយើងកំពុងតែសាឡាត់ជាក្រុមវត្តចម្អាស់ហើយខ្លាចប៉ះពាល់អ្នកដែលនៅជុំវិញយើងដាក់បាតដៃទាំងពីរស្របនឹងស្មាឬស្របនឹងត្រចៀក Subhana Rabbiyal A'la ក៏បីសូត្រវាចំនួន3ដងដែលវាជាចំនួនដែលល្អជាងគេយើងអាចសូត្រតែមួយដងក៏បានហើយយើងក៏អាចបន្ថែមលើសពី3ដងបានដែរក៏បីសូត្រផ្លាស់ប្ដូរគ្នាឲ្យបានច្រើនប្រភេទហើយយើងក៏អាចបួងសួងនៅក្នុងពេលសុយោតដូចផងដែរនៅអ្វីដែលយើងប្រាថ្នាទាំងប្រការល្អនៅក្នុងលោកីនិងនៅថ្ងៃបរលោករ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវសល្លាមលោកបានមានប្រសាសន៍ថាពេលដែលខ្ញុំអល់ឡោះនៅចិត្តត្រង់ជាងគេគឺពេលសុយោតហេតុនេះចូលពួកអ្នកបួងសួងសូមឲ្យច្រើននៅក្នុងពេលសុយោតរាយការណ៍ដោយមូស្លីមអល់ឡោះអក្បារយើងងើបក្បាលរបស់យើងពីសុយោតដោយសូត្រជាមួយនឹងតកបៀរយើងលាតជើងឆ្វេងនិងអង្គុយពីលើវាយើងលាតជើងឆ្វេងនិងអង្គុយពីលើវាដោយស្ងប់ស្ងាត់ហើយដាក់ជើងស្ដាំបញ្ឈរម្រាមជើងទៅកាន់ទិសគីប្លាតឬក៏បញ្ឈរជើងទាំងពីរហើយអង្គុយពីលើកែងជើងយើងលាតដៃទាំងពីរចេញដៃស្ដាំដាក់លើផ្លូវស្ដាំនិងដៃឆ្វេងដាក់លើផ្លូវឆ្វេងនៅត្រង់ជង្គង់ឬលើជង្គង់រាប់បេកហ្វ្រតលីយើងសូត្រដូចនេះនៅពេលដែលយើងស្ថិតនៅចន្លោះរវាងសុយោតទាំងពីរខណៈដែលយើងអង្គុយក្នុងភាពនឹងណូយើងអោនក្រាបចុះសុយោតដោយបន្លឺសំឡេងតកបៀរទៅកាន់ការក្រាបសុយោតទាំងពីរដែលមានលក្ខណៈដូចគ្នានឹងការក្រាបសុយោតទី1ដែរទាំងរបៀបធ្វើនិងពាក្យដែលត្រូវសូត្រអល់ឡោះអក្បារយើងត្រូវបំពេញសាឡាតនៅរកអាត់ទី2តាមរបៀបរបបដោយដែលយើងបានធ្វើនៅរកអាត់ទី1ដែរគឺដាក់ដៃនៅលើទ្រូងសូត្រសូរ៉ាអាល់ហ្វាទីហានិងសូត្រអាយ៉ាត់ណាមួយនៃគម្ពីរកូរ៉ានបន្ទាប់មកយើងអន់រូកូអល់ឡោះអក្បាររួចយើងក្រោកឈរឡើងវិញសមីអល់ឡោះលីម៉ាន់ហាមីដាបន្ទាប់មកយើងចុះទៅសុយោតអល់ឡោះអក្បារយើងសុយោតចំនួន2ដងបន្ទាប់មកយើងអង្គុយដើម្បីសូត្រតាហាច់អល់ឡោះអក្បារបន្ទាប់ពីចប់រកអាត់ទី2យើងត្រូវអង្គុយចុះដើម្បីសូត្រតាហាច់ដោយយើងត្រូវអង្គុយបែបផ្ទាល់ដី Iftirosh ការអង្គុយបែប Iftirosh គឺត្រូវអង្គុយបែបនេះក្នុងសាឡាតដែលមាន2រកអាត់ដូចជាសាឡាតស៊ុបហ៍សាឡាតជុំអាត់និងសាឡាតថ្ងៃរយ៉ាទាំងពីរជាដើមហើយក៏ដូចគ្នាដែរគឺត្រូវអង្គុយបែបនេះក្នុងពេលសូត្រតាហាច់ទី1ចំពោះសាឡាតដែលមាន3រកអាត់និងសាឡាតដែលមាន4រកអាត់ហើយនឹងការអង្គុយនៅចន្លោះរវាងសុយោតទាំងពីរគ្មានទោសពៃអ្វីនោះទេចំពោះអ្នកដែលមិនអាចអង្គុយតាមរបៀប Iftirosh ដោយសារតែគេជាមនុស្សមានធំឬធាត់ឬអាចមានការឈឺចាប់ត្រង់ជើងជាដើមនោះដោយគេអាចអង្គុយតាមរបៀបណាក៏បានដែលគេអាចអង្គុយបានក្នុងពេលអង្គុយតាហាច់យើងដាក់ដៃស្ដាំលើផ្លូវកស្ដាំដោយត្រូវក្តោបម្រាមដៃទាំងអស់លើកលែងតែម្រាមចង្អុលមួយប៉ុណ្ណោះដោយយើងត្រូវចង្អុលនិងម្រាមចង្អុលនោះឬក៏យើងអាចយកចុងម្រាមដៃកណ្ដាលភ្ជាប់នឹងចុងមេដៃរួចម្រាមចង្អុលទៅមុខចំណែកឯដៃឆ្វេងវិញយើងអាចលេតវាដាក់នៅលើផ្លូវឆ្វេងឬក្តោបដៃឆ្វេងដាក់លើក្បាលជង្គង់នៅក្នុងពេលតាហាច់សុណាត់ឲ្យយើងសម្លឹងមើលទៅកាន់ម្រាមដៃចង្អុលខាងស្ដាំយើងសូត្រវានៅពេលតាហាច់ទី1ប្រសិនបើសាឡាតនោះជាសាឡាតដែលមាន3រកអាត់ឬជាសាឡាតដែលមាន4រកអាត់រីឯសាឡាតដែលមាន2រកអាត់ដូចជាសាឡាតស៊ុបហ៍សាឡាតជុំអាត់សាឡាតថ្ងៃរយ៉ាទាំងពីរជាដើមនោះគឺយើងត្រូវសូត្រតាហាច់រហូតដល់ចប់ជាមួយនឹងការសាឡាវ៉ាត់លើណាប៊ីតាមបែបសាឡាវ៉ាត់អ៊ីប្រាហ៊ីមីយ៉ា
Assalamu alaikum warahmatullah. Assalamu alaikum warahmatullah. ត្រូវឲ្យសាឡាមបន្ទាប់ពីបញ្ចប់ការសូត្រតាយ៉ាត់និងការសូត្រទូអាផ្សេងៗដែលមាននៅក្នុងសុណារបស់ណាប៊ីប៉ុន្តែនេះគឺសម្រាប់តែសាឡាតដែលមាន2រកាត់ប៉ុណ្ណោះចំណែកឯសាឡាតដែលមាន3រកាត់ដូចជាសាឡាតម៉ាហ្គ្រិបឬមាន4រកាត់ដូចជាសាឡាតហ្ស៊ូហូរសាឡាតអាសារនិងសាឡាតអ៊ីសានោះគឺបន្ទាប់ពីបញ្ចប់ការសូត្រតាយ៉ាត់ទី1យើងត្រូវក្រោកឈរដើម្បីបំពេញ1រកាត់ទៀតប្រសិនបើយើងសាឡាតម៉ាហ្គ្រិបឬបំពេញ2រកាត់ទៀតប្រសិនបើយើងសាឡាតហ្ស៊ូហូរឬសាឡាតអាសារឬសាឡាតអ៊ីសាដោយយើងត្រូវសូត្រសូរ៉ាអាល់ហ្វាទីហារួចមកត្រូវបំពេញនៅប្រការទាំងអស់ដែលមានដូចជារូកូស៊ូយ៉ូតការឈរនិងការអង្គុយជាដើមដោយដែលយើងបានលើកឡើងយ៉ាងលម្អិតពីខាងលើណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមលោកអង្គុយបែបតាវ៉ារុកនៅក្នុងពេលតាយ៉ាត់ចុងក្រោយចំពោះសាឡាតទាំងឡាយដែលមានតាយ៉ាត់2ដងការអង្គុយបែបតាវ៉ារុកនេះគឺសម្រាប់តែសាឡាតដែលមាន3រកាត់និងសាឡាតដែលមាន4រកាត់ប៉ុណ្ណោះហើយវាមានរបៀបជាច្រើនការអង្គុយដោយដាក់ជើងខាងឆ្វេងរៀបស្មើនិងបញ្ឈរជើងស្ដាំនិងបញ្ចេញវាទាំងពីរមកចំហៀងខាងស្ដាំរួចដាក់គូតលើដីឬក៏ដាក់ជើងទាំងពីររៀបស្មើហើយទាញជើងទាំងពីរចំហៀងខាងស្ដាំឬក៏ការអង្គុយដោយដាក់ជើងខាងស្ដាំរៀបស្មើហើយបញ្ចូលជើងខាងឆ្វេងនៅចន្លោះរវាងភ្លៅនិងកំភួនជើងខាងស្ដាំហើយនៅក្នុងការអង្គុយតាយ៉ាត់ចុងក្រោយនេះគឺយើងត្រូវសូត្រតាយ៉ាត់បន្ទាប់មកយើងសាឡាវ៉ាតលើណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមមុននឹងឲ្យសាឡាមនិងបន្ទាប់ពីបញ្ចប់ការសូត្រតាយ៉ាត់យើងសូមការបញ្ជាពីអល់ឡោះអំពី4ប្រការគឺសូមការបញ្ជាពីទណ្ឌកម្មភ្លើងនរកនិងពីទណ្ឌកម្មនៅក្នុងភ្នោភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់និងភាពអាក្រក់នៃភាពវឹកវរបណ្ដាលមកពីម៉ាស៊ីហអាត់ដាជាលហើយយើងអាចសុំឌូអាបួងសួងអ្វីផ្សេងទៀតតាមដែលយើងចង់អំពីប្រការល្អទាំងនៅក្នុងលោកីនិងនៅថ្ងៃបរលោកអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះសាឡាតមិនអាចបញ្ចប់បានទេលើកលែងតែតាមរយៈការឲ្យសាឡាមតាមរយៈការឲ្យសាឡាមពិតណាស់យើងបានបញ្ចប់ការសាឡាតរបស់យើងហើយអស្តាហ្វីរុលឡោះអស្តាហ្វីរុលឡោះអស្តាហ្វីរុលឡោះខ្ញុំសូមការអភ័យទោសពីអល់ឡោះជាប្រការសុនណាបន្ទាប់ពីអ្នកសាឡាតបានឲ្យសាឡាមហើយត្រូវសូមការអភ័យទោសពីអល់ឡោះចំនួន3ដងបន្ទាប់មកត្រូវសូត្រស៊ីគៀតដោយដែលបានប្រាប់ពីរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាម